គោលការណ៍ទី7អ្នកមានតែងតែមានទម្លាប់សិក្សានិងអភិវឌ្ឍខ្លួនជាប្រចាំប៉ុន្តែអ្នកក្រវិញតែងតែគិតថាគេចេះអស់ហើយលោក Dennis Waitley បាននិយាយថាការសិក្សាគឺជាតម្រូវការជាអតិផរណាសម្រាប់ភាពជោគជ័យលើកិច្ចការណាមួយលោក Brian Tracy ជាមហាសេដ្ឋីមួយរូបដែលកើតចេញពីអ្នកលាងចានគុយទាវបានសរសេរថាអ្នកគ្រប់គ្នាមានភាពឆ្លាតវៃជាងខ្លួនបានដឹងគ្មានឧបសគ្គដែលអាចរារាំងអ្នកបានគ្មានបញ្ហាណាមួយដែលអ្នកមិនអាចដោះស្រាយបាននោះទេនិងគ្មានគោលដៅណាដែលអ្នកមិនអាចសម្រេចបាននោះដែរជាមួយនឹងការបញ្ចេញថាមពលនៃខួរក្បាលរបស់អ្នកប៉ុន្តែខួរក្បាលរបស់អ្នកប្រៀបបានដូចជាសាច់ដុំអញ្ចឹងវាអភិវឌ្ឍនៅពេលដែលយើងប្រើប្រាស់វាចំពោះលោក Brian Tracy យល់ឃើញថាអ្នកដឹកនាំជាអ្នកសិក្សាគ្មានទីបញ្ចប់ហើយការសិក្សាគ្មានទីបញ្ចប់គឺជាគន្លឹះនាំទៅរកភាពជោគជ័យក្នុងសតវត្សទី21នេះសម្រាប់អ្នកក្រវិញយើងតែងតែសង្កេតឃើញថាមានទម្លាប់ដ៏អាក្រក់ក្នុងការនិយាយថាខ្ញុំចេះហើយខ្ញុំដឹងហើយស្ទើរតែគ្រប់រឿងពួកគេតែងតែព្យាយាមចង់បញ្ជាក់ថាពួកគេចេះច្រើនដឹងច្រើននិងពូកែស្ទើរគ្រប់រឿងជាទូទៅអ្នកមានតែងតែទទួលការទូន្មានពីមនុស្សដែលមានជាងខ្លួនប៉ុន្តែសម្រាប់អ្នកក្រវិញចូលចិត្តទទួលការទូន្មានពីមិត្តភ័ក្តិរបស់គេដែលជាអ្នកដាច់ដៃដូចគ្នាលោក Harriker អ្នកនិពន្ធសៀវភៅ Secret of the Millionaire Mind បានសរសេរថា The more you learn the more you earn មានន័យថាបើអ្នករៀនកាន់តែច្រើនអ្នកនឹងអាចរកលុយបានកាន់តែច្រើនឡើងដែរសម្រាប់លោក Robert Kiyosaki ដែលជាអ្នកមានម្នាក់នៅអាមេរិកបានសរសេរថា Today you do not need money to make money you simply need knowledge because our money is knowledge មានន័យថានៅពេលបច្ចុប្បន្ននេះអ្នកមិនត្រូវការលុយដើម្បីរកលុយនោះទេប៉ុន្តែអ្នកទំនងជាត្រូវការចំណេះដឹងព្រោះថាចំណេះដឹងគឺជាលុយសម្រាប់មនុស្សនៅក្នុងសម័យថ្មីនេះតកតងនឹងរឿងនេះផងដែរខ្ញុំមានរឿងនិទានស្ដីអំពីអង្គការកសិកម្មចិញ្ចឹមសត្វមានអង្គការមួយនៅក្នុងស្រុកបម្រើសេវាកម្មកសិកម្មជួយដល់ប្រជាពលរដ្ឋថ្ងៃមួយអង្គការនេះបានចូលក្នុងភូមិមួយដែលប្រជាពលរដ្ឋមានជីវភាពក្រីក្របំផុតហើយបានជួបជាមួយនឹងមេភូមិដើម្បីបង្កើតឲ្យមានការប្រជុំធ្វើបទបង្ហាញមួយស្ដីអំពីការចិញ្ចឹមសត្វត្រីក្រោយមកប្រជាពលរដ្ឋក៏បានចូលរួមប្រជុំប្រហែលជា50នាក់នៅពេលចាប់ដើមកម្មវិធីគ្រូបង្គោលបានលើកពីប្រវត្តិខិតខំស្វះស្វែងរកការរៀនសូត្រនៅចំណេះដឹងជាច្រើនជាពិសេសគឺការចិញ្ចឹមត្រីរហូតបានក្លាយជាអ្នកមានតែគាត់នៅតែបន្តការខិតខំរៀនសូត្របន្ថែមទៀតក្នុងគណៈនោះផងដែរមានកសិករម្នាក់បានក្រោកឈរឡើងហើយសួរថាលោកគ្រូបើសប្តាហ៍ថ្ងៃនេះលោកគ្រូជាអ្នកមានទៅហើយចាំបាច់ខំប្រឹងរៀនសូត្រអីទៀតក្រោយពីបានឮសំណួរបែបនេះលោកគ្រូមិនបានឆ្លើយតបទៅនឹងសំណួររបស់កសិករនោះទេប៉ុន្តែគាត់បែរជាដើរសំដៅទៅដើមអំពិលបារាំងមួយដើមដែលនៅក្បែរនោះហើយគាត់យកដៃរបស់គាត់បោចស្លឹកអំពិលបារាំងពេញដៃទាំងគូរបស់គាត់ហើយបានពន្យល់ទៅកសិករទាំងអស់ថាបងប្អូនឃើញទេដៃរបស់ខ្ញុំទាំងគូពោពេញទៅដោយស្លឹកអំពិលបារាំងហើយលោកគ្រូបានបន្តទៀតថាតើស្លឹកអំពិលបារាំងដែលខ្ញុំបេះនេះអស់ពីដើមហើយឬនៅកសិករទាំងអស់ឆ្លើយថានៅច្រើនណាស់លោកគ្រូបានបន្តទៀតថាស្លឹកអំពិលបារាំងដែលនៅក្នុងដៃរបស់ខ្ញុំនេះគ្រាន់តែជាផ្នែកតូចប៉ុណ្ណោះនៃដើមអំពិលបារាំងប្រៀបបានទៅនឹងចំណេះដឹងអញ្ចឹងផងដែរសម្រាប់ខ្ញុំយល់ឃើញថាខ្ញុំទើបតែមានចំណេះដឹងដ៏តិចតួចតែប៉ុណ្ណោះហើយនៅមានចំណេះដឹងជាច្រើនទៀតដែលខ្ញុំត្រូវរៀនសូត្របន្ថែមក្រោយពីលោកគ្រូបានពន្យល់ចាប់សពគ្រប់អស់ហើយទាំងការប្រើប្រាស់គំនិតនិងបច្ចេកទេសចិញ្ចឹមត្រីកសិករទាំងអស់មានការសប្បាយចិត្តយ៉ាងខ្លាំងព្រោះថាក្រោយពេលពួកគេចិញ្ចឹមត្រីហើយពួកគេមិនចាំបាច់យកវាទៅលក់ដោយខ្លួនឯងទៀតនោះទេគឺអង្គការប្រមូលទិញទាំងអស់គ្រប់គ្នាយល់ស្របនិងសប្បាយចិត្តឥតឧបមាលើកលែងតែបរិះម្នាក់បានក្រោកឡើងនិយាយទៅកាន់លោកគ្រូទាំងកណ្ដាលកម្មវិធីថាខ្ញុំមិនដែលឮមនុស្សណាចិញ្ចឹមត្រីនោះទេគឺមានតែត្រីមកចិញ្ចឹមមនុស្សហើយគាត់បាននិយាយបន្ថែមថាយើងចាំបាច់ប្រឹងអ្វីច្រើនបានប៉ុណ្ណាយកប៉ុណ្ណឹងទៅព្រំលិខិតគេចាមកហើយទោះបីខំធ្វើទៀតក៏នៅតែប៉ុណ្ណឹងដែរថាហើយគាត់ក៏បានដើរចេញបាត់ទៅរយៈពេល2ឆ្នាំក្រោយមកទៀតប្រជាពលរដ្ឋមួយចំនួនធំបានទទួលផលយ៉ាងច្រើនពីការចិញ្ចឹមត្រីរីឯពូម្នាក់នោះវិញនៅតែក្រដដែលហើយគាត់និយាយថាពួកគេទាំងអស់នឹងបានក្លាយជាអ្នកមានដោយសារតែសំណាងតែប៉ុណ្ណោះនៅក្នុងរឿងនេះបានពិពណ៌នាយ៉ាងច្បាស់លាស់អំពីការកសាងចំណេះដឹងនិងសមត្ថភាពផ្ទាល់ខ្លួនដោយពឹងផ្អែកទៅលើការស្រូបយកនៅគតិបណ្ឌិតឬជំនាញអ្វីមួយដែលអាចបង្កើតទៅជាលុយកាក់ជាច្រើនប្រភពដែលយើងនឹកស្មានមិនដល់ព្រោះរឿងខាងលើនេះបានបញ្ជាក់ប្រាប់យើងថាចំណេះដឹងគឺជាលុយហើយមនុស្សជាច្រើនខិតខំរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំបានត្រឹមតែដឹងថាខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលចំណេះដឹងតែមិនបានដឹងថារាល់ចំណេះដឹងទាំងអស់
គឺសុទ្ធតែជាលុយនោះទេនេះជាមូលហេតុសំខាន់មួយដែលធ្វើឲ្យយើងស្ថិតនៅក្នុងរង្វង់នៃភាពក្រីក្ររហូត